មុខម្ហូបមួយមុខនេះឲ្យតែបានធ្វើញ៉ាំហើយដល់ថ្ងៃក្រោយធ្វើញ៉ាំទៀតហើយបងប្អូនអរគ្នាជាពិសេសហើយយើងបានឆាក្តៅដាក់ហិលឡូនិយាយពីថាជាតិឆ្ងាញ់មែនទែននិយាយទៅមុខម្ហូបនេះផ្ទះខ្ញុំអាសាធ្វើញ៉ាំមែនទែនបងប្អូនអរគ្នាហើយក៏អត់មានរោគ្រឿងអីច្រើនដែរយើងមានតែផ្លែល្ហុងហើយយើងបុកគ្រឿងហើយយើងចង់ឆាដាក់សាច់មាន់ក៏បានដាក់សាច់ជ្រូកក៏បានដែរបងប្អូនឆ្ងាញ់ដូចគ្នាតែបើខ្ញុំចូលចិត្តដាក់ឆាលាយគ្នាបងប្អូនចាខ្ញុំដាក់សាច់ជ្រូកផងខ្ញុំដាក់សាច់មាន់ផងហើយពេលបានឆ្អិនហើយញ៉ាំក្តៅនិយាយពីថាជាតិឆ្ងាញ់មែនទែនឲ្យតែថាធ្វើឆាក្តៅល្ហុងម្ដងផ្ទះខ្ញុំគឺប្រើម្ទេសច្រើនណាបងប្អូនដោយសារតែអ្នកផ្ទះខ្ញុំចូលចិត្តហឹរទាំងអស់គ្នាអញ្ចឹងទៅបើអត់បានហឹរទេក៏អត់ឆ្ងាញ់ដែរឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមមកលីងជាមួយនឹងសាច់មាន់ហើយនឹងសាច់ជ្រូក3ជាន់របស់យើងសិនឡងពេលដាក់ម្លីងជាមួយនឹងសាច់មាន់ហើយសាច់ជ្រូករបស់យើងហ្នឹងយើងប្រើភ្លើងរឹមតិចល្មមបានហើយបងប្អូនអរគ្នាព្រោះអីយើងចង់ឲ្យដាច់ទឹកចេញពីសាច់មាន់ណោះហើយដល់ពេលយើងលីងវាដាច់ទឹកហ្នឹងហើយបានខ្ញុំបន្ថែមជាមួយនឹងប្រេងឆាហើយយើងដាក់លីងជាមួយនឹងប្រហុកចូលទៅបន្តិចយើងលីងវាឡើងឈ្ងុយបន្តិចហើយបានខ្ញុំដាក់គ្រឿងដែលយើងបានបុកមានកូរក្រៃម្ទេសនិងក្រូចហើយយើងបុកខ្ទឹមនិងម្ទេសចូលទៅរួចស្រេចហ្នឹងយើងរំលីងឲ្យឡើងឈ្ងុយចឹងមកបងប្អូនហើយយើងបន្ថែមគ្រឿងមានប៊ីចេងស្កររសជាតិតាមយើងចូលចិត្តខ្ញុំដាក់រំលីងគ្រឿងហ្នឹងឲ្យឈ្ងុយហើយឲ្យសັບចូលគ្រឿងគ្នាជាមួយនឹងសាច់មាន់សាច់ជ្រូករបស់យើងលីងប្រហែល1ស្ទុះដែរតមកបានខ្ញុំដាក់ទឹកជាចូលទៅហើយទឹកជាហ្នឹងក៏យើងអត់ដាក់ច្រើនពេកដែរបងប្អូនអរគ្នាបើយើងដាក់ច្រើនពេកខ្លាចវាក្រខាស់អញ្ចឹងណាព្រោះអីសាច់មាន់របស់យើងរៀងខ្ចីដែរនិយាយទៅយើងមើលតាមមាន់រៀងចាស់យើងដាក់ទៅរៀងច្រើនទៅតែមាន់ខ្ញុំទិញមកថ្ងៃហ្នឹងគឺមកខ្ចីល្មមឆ្ងាញ់អញ្ចឹងទៅខ្ញុំដាក់ទឹកប្រហែលមកល្មមដែរហើយយើងមកងាស់វារៀងខាស់ទឹកបន្តិចចាំយើងបន្ថែមជាមួយនឹងបន្លែល្ហុងដែលយើងបានសាប់ហ្នឹងដាក់ចូលទៅតាមក្រោយហើយចំពោះល្ហុងវិញក៏យើងអត់ឆាវាឲ្យឲ្យលួយពេកដែរបើយើងឆាលួយពេកវាអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងយកបែបច្រប់ទៅមុខម្ហូបមុខនេះគឺខាងអ្នកនៅបាត់ដំបងគឺចូលចិត្តធ្វើមែនទែនជាពិសេសនៅខាងស្រុកខ្ញុំហ្នឹងតែម្ដងឲ្យថាបានឆាក្តៅល្ហុងគឺដឹងថាបាយអស់ពីឆ្នាំងហ្មងហើយបានបាយដាំបាយខ្ជូងបានក្តាំងទៀតបងប្អូនអើយជាតិឆ្ងាញ់មែនទែនខ្ញុំឲ្យតែលេងស្រុកម្ដងគឺចូលចិត្តកំងមីខ្ញុំឆាក្តៅល្ហុងឥឡូវហ្នឹងគឺឆាក្តៅរបស់យើងរៀងខាស់ទឹកបន្តិចហើយអញ្ចឹងយើងដាក់បន្លែល្ហុងយើងចូលទៅតែម្ដងយើងកូរត្រឡប់ឲ្យវាសព្វចូលបន្លែល្ហុងបងប្អូនចាគ្រឿងយើងហ្នឹងហើយល្ហុងថ្ងៃហ្នឹងគឺខ្ញុំដាក់ឡើង2ផ្លែព្រោះអីញ៉ាំឆ្ងាញ់បងប្អូនអញ្ចឹងចូលចិត្តញ៉ាំឆារៀងច្រើនបន្តិចហើយយើងឆាកូរត្រឡប់មកស្ទុះហើយបានយើងគ្របវាមកស្ទូអញ្ចឹងទៅមើលតាបន្លែល្ហុងរបស់យើងរៀងទន់ហើយបានយើងចាប់ផ្ដើមដាក់ជាមួយនឹងម្រះប្រូវចូលទៅតាមក្រោយគេតែម្ដងហើយបានម្រះប្រូវស្រែយកមកពីស្រុកទៀតបងប្អូនគឺអូយឈ្ងុយឆ្ងាញ់មែនទែនហើយម្រះប្រូវនឹងលង្ហិលព្រោះអីបើទិញនៅផ្សារគឺម្រះប្រូវអត់ហិលទេបងប្អូនហើយខ្ញុំឲ្យតែបានតលេងស្រុកម្ដងបន្លែផ្លែឈើបេះមកពីផ្ទះគឺប្រមូលមកដាក់គូតឡានអស់ហើយបងប្អូនអរគ្នាព្រោះអីជាបន្លែធម្មជាតិទៀតអញ្ចឹងខ្វះកមែនទែនហើយទៅខែវស្សានេះគឺសម្បូរមែនទែនបន្លែផ្លែឈើញ៉ាំ